ចាឥឡូវនេះមករៀបរាប់មុខម្ហូបឲ្យស្ដាប់ចាមុខម្ហូបទី1ខ្យងប៉ារ៉ាលីងអំបិលម្ទេសមុខម្ហូបទី2ស៊ុបឆ្អឹងជំនីជ្រូកជាមួយនឹងម្ទេសខៀវចាហឹរហោះតែម្ដងគឺឆ្ងាញ់ខ្លាំងចាចំណែកឯមុខម្ហូបទី3គឺខាត់ណាទឹកភ្នែកគឺហឹរញញហឹរញាក់ហ្មងហឹរលងស្រស់ទឹកភ្នែកចាតែរសជាតិវិញគឺកប់ឆ្ងាញ់ណាស់មុខម្ហូបទី4របស់នាងខ្ញុំញ៉ាំគឺ oyster អាំងនិយាយទៅគឺឆ្ងាញ់ទាំងអស់ជាមួយនឹងទឹកជ្រលក់របស់គេតែបានថតទឹកជ្រលក់ឲ្យមើលហើយចំណែកម្ហូបទី5ខ្ញុំនេះវិញអូយ steak សាច់គោគេនិយាយថាឆ្ងាញ់មែនតែនហ្មងសាច់គោគេលំផុយទាំងទលំប្រាំងអីគឺមានជាតិហ្មងជាពិសេសអាទឹកសោះគេហ្នឹងអូយឆ្ងាញ់ខ្ញុំនិយាយមែនឡងជាប់មាត់ហ្មងហើយមុខម្ហូបចុងក្រោយគេមុខម្ហូបទី6ក៏ឆ្ងាញ់ញាក់ដែរខ្ញុំនិយាយមែន oyster ជាមួយនឹងពងមាន់ខ្មែរអូយឆ្ងាញ់ខ្លាំងមែនតើហ្មងនិយាយទៅគ្រឿងសមុទ្រគេគឺស្រស់ដាក់មួយម៉ាត់មកពេញមាត់ហ្មងចំណែកឯម្ហូបទាំងអស់ដែលខ្ញុំញ៉ាំហ្នឹងគឺខ្ញុំញ៉ាំនៅ Eat More កោះនរាបងប្អូនទាំងអស់គ្នានិយាយមែនបើសិនជាទៅញ៉ាំហ្នឹងអត់មានស្ដាយលុយទេទាំងគ្រឿងញ៉ាំសាច់ទាំងគ្រឿងសមុទ្រអីគឺស្រស់ល្អដាក់មកពេញមាត់ឲ្យរសជាតិវិញនិយាយពីអេមហ្មងនិយាយទៅខ្ញុំរីកខមមិនឲ្យនៅនឹងគឺឆ្ងាញ់ខ្លាំងមែនតើហ្មងហើយជាមួយនឹងបរិយាកាសមាត់តលេត្រជាក់ទៀតអូយនិយាយទៅស្រស់ស្រាយហើយបានញ៉ាំរបស់ឆ្ងាញ់ទៀតចាថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើនបាយបាយមកចែករំលែកមុខម្ហូបឆ្ងាញ់